install Microsoft ISA server ចឹងកម្មវិធី ISA server វាមានតួនាទី share internet បិទ web server ឬក៏បិទ mail server ទៅលើ client ដែលឆ្លងកាត់ Microsoft ISA server ចឹងនៅលើម៉ាស៊ីន ISA server គឺខ្ញុំមាន network card P ចឹងក្នុង network card P ហ្នឹងគឺខ្ញុំកំណត់ថាមួយជា LAN មួយគឺជា WAN ចឹង network card ដែលដើរតួជា WAN នេះគឺខ្ញុំមក connect ទៅកាន់ internet ដែល network card មួយទៀតដើរតួជា LAN នេះ connect ទៅកាន់ក្នុង local ចឹងគ្រប់ client ទាំងអស់គឺប្រើ network card នៅក្នុង LAN ដែលមាន IP 192.1.1 ហើយ access ទៅ connection របស់ WAN នេះដែលមាន IP 203.144.142 ដើម្បីយក internet ឬក៏យក mail server ទាញចេញពី exchange server ជាធម្មតានៅពេលដែលយើង install Microsoft ISA server នៅក្នុងម៉ាស៊ីនវា program នេះត្រូវបាន protect គ្រប់ network ទាំងអស់ចឹងរាល់ client access មកកាន់ ISA គឺអត់បានទេចឹងដើម្បីចង់ឲ្យធ្វើការដើម្បី access មកកាន់នៅលើ ISA server បាននោះតើយើង configure នៅលើ ISA server ប៉ុន្តែលក្ខខណ្ឌកន្លែងនេះគឺយើងគ្រាន់តែរៀនពីរបៀបនៃការ install ទេចឹងនេះជា program ដើម្បី set up ចឹងចុចលើវា set upចឹងអាស្រ័យពីនេះកន្លែង firewall client និង install share ហើយនិង message scanner នេះបើសិនយើង add វានេះលុះត្រាតែនៅលើ client យើង install program មួយសម្រាប់ access មកកាន់ web client ហ្នឹងប៉ុន្តែចំណុចពីរនេះគឺយើងរៀនសិក្សានៅពេលក្រោយយើងអត់ទាន់ add វាទេគឺយើងយកតែពីខាងលើទេកន្លែងនេះយើងត្រូវ add IP ក្នុង range network card ក្នុង LAN របស់យើង add ចឹង from ពីណាទៅណាក្នុង IP ដែលក្នុង LAN របស់យើងគឺ 192.1.1.1 រហូតដល់មកសពនេះតែម្ដងទៅបាទនេះគឺជា IP ដែលក្នុង LAN របស់យើងកំណត់ជាក្នុង LANក្នុងការដំឡើង Microsoft ISA server ត្រូវបានបញ្ចប់បន្ទាប់មកចុច yes ដើម្បី restart computer មួយ